ngày nay nhomធ្វើប្រវត្តិសជាមួយនឹងពងមាន់ចៀនឆៃពៅផ្អែមបន្ទាប់មកញោមថែមតែក្តៅមួយកែវទៀតគ្រឿងញោមញ៉ាំថ្ងៃនេះគឺស្រាលស្រាលហើយក្តៅក្តៅដោយសារតែញោមចេញមកពីផ្ទះនឹងមេឃភ្លៀងជាប់ចឹងទៅពេលមកដល់ពេញគឺញោមចង់ញ៉ាំអីក្តៅក្តៅចឹងជាទម្ងន់នឹងគឺញោមដាក់ដាំប្រវត្តិហើយឆ្លៀតពេលមកហាន់សាច់ពៅក្លុកជាមួយនឹងពងមាន់ហើយពងមាន់នេះដែរគឺញោមប្រើ2គ្រាប់ហើយក្លុកវាឲ្យបែកមកបានយកសាច់ពៅផ្អែមនឹងមកដាក់ចូលហើយញោមអត់មានថែមគ្រឿងអីទៀតទេគឺប្រើតែពងមាន់2គ្រាប់ហើយនឹងសាច់ពៅផ្អែមពី3ចំណិតនឹងបន្ទាប់មកញោមច្រវល់ពងមាន់ជាមួយនឹងឆៃពៅផ្អែមនឹងឲ្យវាសព្វចូលគ្នាតែញោមហាន់សាច់ពៅផ្អែមរៀបចំក្លុកពងមាន់អីនឹងហើយប្រវល់ញោមចាប់ផ្ដើមចិត្តឆ្អិនល្មមហើយនៅពេលដែលញោមដាំប្រវល់នឹងគឺញោមតែងតែថែមអំបិលមកចិបដើម្បីឲ្យប្រវល់នឹងវាមានជាតិឥឡូវហ្នឹងប្រវល់ញោមឆ្អិនហើយចឹងទៅញោមក៏លើកទុកម្លែកហើយដាក់ខ្ទះដាក់ភីងឆាចៀនពងមាន់ហើយពេលចៀនពងមាន់ហ្នឹងបើសិនជាបងប្អូនចង់ឲ្យពងមាន់ហ្នឹងឡើងមកលិចខោបឆៃពៅនឹងត្រូវយកខោបឆ្នាំងមកខោបហើយដាក់ភ្លើងប្រហែលជា3-4នាទីមកគឺវាឆ្អិនមួយចំហៀងហើយចាប់ផ្ដើមប្រែឲ្យវាឆ្អិនមួយចំហៀងទៀតតែប៉ុណ្ណឹងពងមាន់ចៀនហើយអញ្ចឹងទៅខ្ញុំក៏មកឆុងតែមួយកែវថែមទៀតដើម្បីទុកញ៉ាំពេលញ៉ាំប្រវល់ហើយញ៉ាំតែក្តៅក្តៅលេងឥឡូវអស់ហើយវីដេអូនឹងមានតែប៉ុណ្្នឹងចុងក្រោយនឹងគឺខ្ញុំញ៉ាំប្រវល់នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូខ្ញុំពីដើមដល់ចប់